បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គចែតានមួយគូនិងសន្ធុកជ្រូកញីប្រហោងមួយគូបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទឥឡូវគឺខ្ញុំមករៀបរាប់ប្រភេទនៃអង្គចែតាននេះសិនបងប្អូនណាបាទអង្គចែតាននេះគឺនៅជាមួយខ្ញុំក៏យូរដែរហើយคลิกមុនក៏ខ្ញុំធ្លាប់បានផុសម្ដងដែរបងប្អូនណាតែมันត្រូវថ្លៃគ្នាបងប្អូនណាគឺมันត្រូវថ្លៃគ្នាបាទខ្ញុំក៏ទុកលោកមកទល់សពថ្ងៃនេះទៀតចឹងទៅបងប្អូនណាបាទអង្គចែតានមួយគូនេះគឺមហាពិសេសបងប្អូនណាបាទហើយធំមិនតូចទេបងប្អូនណាបាទគឺមិនតូចទេបាទគឺធំបងប្អូនណាបាទអង្គចែតានមួយគូនេះហើយតាន់ប៉េះតែម្ដងបងប្អូនណាគឺតាន់ប៉េះតាំងពីគុលរហូតដល់ចុងពីចុងរហូតដល់គុលបងប្អូនណារូបរាងរបស់លោកគឺបែបហ្នឹងបងប្អូនណាបាទចែតាននេះគឺមហាពិសេសតែម្ដងបាទហើយចែតានអង្គចែតានគឺបងប្អូនដឹងស្រាប់ហើយបងប្អូនណាការប្រើប្រាស់របស់លោកគឺខាងសឹកសង្គ្រាមបងប្អូនណាខាងស្នេហ៍មហានិយមលុកដូររ៉ូស៊ីការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងជាពិសេសគឺផ្ដោតសំខាន់ទៅលើសឹកសង្គ្រាមនឹងតែម្ដងបងប្អូនណាបាទតាន់ប៉េះតែម្ដងបងប្អូនណាបាទហើយចែតាននេះសូម្បីតែខ្ញុំដាក់នៅលើដើមចេកក៏មិនលូតដែរបងប្អូនណាដូចខ្ញុំបានជម្រាបយ៉ាងយើងធ្លាប់ពិសោធន៍ហើយបងប្អូនណាបាទគឺមិនធម្មតាទេបាទប្រភេទនៃអង្គចែតាននេះបងប្អូនណាបាទអង្គចែតានមួយគូនេះបាទគឺពិសេសតែម្ដងបងប្អូនណាគឺពិសេសណាស់ហើយធំបងប្អូនណាបងប្អូនមើលតែម្រាមដៃខ្ញុំដឹងឃើញណាចិត្តប៉ិនម្រាមដៃខ្ញុំបងប្អូនណាមិនធម្មតាទេអង្គចែតាននេះហើយវែងធំល្អទៀតបាទចំណែកឯមួយគូនេះគឺជាប្រភេទនៃសន្ធុកជ្រូកញីប្រហោងតែបងប្អូនមើលនេះមើលគាត់ដុសម្រះឡើងចង់ចិត្តអស់តែម្ដងហើយពណ៌សម្បុរគាត់គឺបែបនេះសន្ធុកជ្រូកញីនេះគឺនៅជាមួយខ្ញុំនេះគឺយូរឆ្នាំហើយដែរបងប្អូនណាបាទយូរឆ្នាំហើយដែរបាទនេះគឺមិនធម្មតាទេបងប្អូនឡើងពណ៌សម្បុរឡើងម្រះដុសមកឡើងចង់ចិត្តសន្ធុកនេះទៅហើយបងប្អូនណាបាទម្រះដុសឡើងពេញលូតទៅចឹងបងប្អូនណាបាទលូតទៅចឹងបាទនៅជាមួយខ្ញុំហ្នឹងក៏យូរឆ្នាំហើយដែរបងប្អូនណាបាទក៏យូរឆ្នាំហើយដែរបាទគឺពិសេសតែម្ដងចំណែកឯខាងចុងនេះគឺលោកកាច់បាក់ដោយខ្លួនលោកទេបងប្អូនណាបាទលោកកាច់បាក់ដោយខ្លួនលោកទេមិនដឹងថាទៅណាទេបាទកាច់បាក់ដោយខ្លួនលោកបាទនេះខ្ញុំបានជម្រាបចឹងនេះគឺស្អាតតែបងប្អូនណាបាទគឺដុសម្រះឡើងចង់ចិត្តតែម្ដងបងប្អូនណាគឺចង់ចិត្តទាំងអស់តែម្ដងពណ៌សម្បុរបែបហ្នឹងបងប្អូនណាបាទពណ៌ពីធម្មជាតិរបស់លោកបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគឺជាប្រភេទនៃសន្ធុកជ្រូកញីបងប្អូនណាបាទហើយបងប្អូនខ្លះគាត់ថាគាត់អត់ដែលដឹងថាសន្ធុកជ្រូកញីប្រើខាងអីចឹងទៅបងប្អូនណាខាងស្នេហ៍មហានិយមគឺពិសេសតែម្ដងបងប្អូនណាបាទខាងលក់ខាងដូរខាងស្នេហ៍មហានិយមបាទការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបជាគ្រោះបជាភ័យបាទទៅណាមកណាមានសន្ធុកជ្រូកញីនេះជាប់នឹងខ្លួនបងប្អូនណាបាទគឺសម្រាប់ការពារខ្លួនបងប្អូនណាសម្រាប់ការពារខ្លួនអ្នកដែលប្រើខ្នាយគឺត្រូវតែមានសន្ធុកជ្រូកញីនេះសន្ធុកប្រហោងនេះគឺត្រូវតែមានគេហៅថាគូប្រុសនិងស្រីបាទញីនឹងឈ្មោលបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទចឹងរបស់ទាំងអស់នេះគឺមហាពិសេសតែម្ដងបងប្អូនណាសម្រាប់យើងគោរពបូជាថែអាសាបងប្អូនណាបាទហើយអង្គចែតាន់ទាំងអស់នេះទាំងពីរគូនេះដែរដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់យកលោកទៅគោរពបូជាថែអាសាគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅកលលឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាសន្ធុកប្រហោងនេះឥឡូវគឺកម្រណាស់បងប្អូនណាឥឡូវគឺកម្រវិញហើយបាទរបស់នេះយើងផ្លុំហៅម៉ួយហៅភ្ញៀវបងប្អូនណាបាទ